នេះគឺជាសកម្មភាពសប្បាយៗនៅក្នុងពិធីបុណ្យកំសាន្តភូមិបន្ទាប់ពីយើងចូលឆ្នាំវត្តហើយបងប្អូនទាំងគ្នាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរជាទូទៅបងប្អូនអ្នកនៅខាងស្រុកមេមត់បន្ទាប់ពីចូលឆ្នាំខ្មែរគេហៅថាចូលឆ្នាំវត្តហើយហ្នឹងក៏បានរៀបចំពិធីបុណ្យកំសាន្តតាមភូមិបងប្អូនទាំងគ្នាមានការលេងល្បែងល្បាំប្រជាប្រិយដាក់បាសរំសប្បាយដែលគេរៀបចំនៅកន្លែងសាលាបុណ្យអញ្ចឹងទៅតាមភូមិនីមួយអញ្ចឹងទៅបងប្អូនទាំងគ្នានិយាយវាថា admin នេះសប្បាយណាស់បងប្អូនហើយប្រហែលឆ្នាំដែល admin នៅធ្វើការនៅភ្នំពេញមកលេងទេបងប្អូនមកលេងតែក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរបុណ្យតាមវត្តហ្នឹងហើយនៅពេលដែលបុណ្យកំសាន្តតាមភូមិគឺយើងអត់ដែលបានមកលេងសោះចឹងឆ្នាំនេះadmin អត់បាននៅធ្វើការនៅភ្នំពេញក៏បាននៅចូលរួមសប្បាយនៅក្នុងកម្មវិធីបុណ្យកំសាន្តភូមិនៅខាងស្រុកមេមត់ស្រុកគ្រួសាររបស់ admin ចឹងទៅបងប្អូនដូចឃើញនៅក្នុងវីដេអូចឹងនេះអានេះគឺជាខ្លាយ admin បងប្អូនឲ្យតែបានជួបគាត់គឺដឹងតែផឹកហើយបងប្អូនហើយហើយមានការលេងបាញ់ទឹកលេងប៉ាត់ម្សៅចឹងទៅលេងប៉ាត់ខ្ជូងទៀតបងប្អូនហើយនៅពេលថ្ងៃបញ្ចប់ហ្នឹងពិធីបុណ្យកំសាន្តភូមិថ្ងៃបញ្ចប់ហ្នឹងគឺនៅពេលដែលភ្លៀងគឺលេងផុកទៀតបងប្អូនមិនធម្មតាទេណានៅក្នុងភូមិនេះនៅក្នុងស្រុកមេមត់បងប្អូនគឺសប្បាយមែនទែនគឺយើងអត់មានការលេងប្រកែប្រកាន់អីទេគឺយើងចូលរួមលេងសប្បាយអញ្ចឹងណានេះគឺជាគេហៅថាប្រពៃណីទៅតាមតំបន់នីមួយអញ្ចឹងបងប្អូនអ្នកគ្នាហើយវីដេអូនេះដែរadmin ថតតាំងពីក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរណាហើយអត់មានពេលកាត់តផុសរវល់ពេកតែនៅពេលនេះadmin ទំនេរដៃក៏ធ្វើការកាត់តវីដេអូនិយមមកផុសនៅក្នុង page និង YouTube អញ្ចឹងទៅដោយសារតែឥឡូវនេះadmin រៀងទំនេរប្រហែលថ្ងៃអញ្ចឹងណាអញ្ចឹងទៅក៏ឃើញសកម្មភាពនៅពេលឱកាសដែលយើងជួបជុំគ្នាសប្បាយជាកម្រងវីដេអូអនុស្សាវរីយ៍គឺយើងធ្វើការថតទុកអញ្ចឹងបងប្អូនអ្នកគ្នាហ្នឹងហើយសប្បាយជួបជុំជាមួយនឹងអ្នកភូមិក្រុមគ្រួសារបងប្អូនទាំងអស់អញ្ចឹងណាបងប្អូនអ្នកគ្នាហ្នឹងហើយយើងអត់មានអីទេមានតែការជួបជុំគ្នាមានតែការសប្បាយរីករាយហ្នឹងឯងក្នុងឱកាសបុណ្យទានហើយបន្ទាប់ពីយើងសប្បាយនៅក្នុងឱកាសបុណ្យទានអស់ហើយក៏យើងចែកផ្លូវគ្នាអ្នកខ្លះទៅធ្វើការនៅភ្នំពេញអ្នកខ្លះទៅធ្វើស្រែចម្ការប្រកបមុខរបរអាជីវកម្មរៀងខ្លួនដើម្បីរកចំណូលអញ្ចឹងទៅបងប្អូនអ្នកគ្នាហើយបន្ទាប់ពីបុណ្យកំសាន្តភូមិនៅខាងភូមិរបស់ខ្ញុំ3ថ្ងៃត្រូវបានបញ្ចប់ភូមិផ្សេងគឺគេរៀបចំបន្តអញ្ចឹងទៅគឺនិយាយទៅមកស្រុកមេមត់ហ្នឹងគឺសឹងតែគ្រប់ភូមិហើយបងប្អូនអ្នកគ្នាដែលគេរៀបចំពិធីបុណ្យកំសាន្តភូមិហ្នឹងណាដូចខ្ញុំនិយាយខាងក្បាលវីដេអូអញ្ចឹងយើងមានពិធីបុណ្យចូលឆ្នាំខ្មែរចូលឆ្នាំវត្តនឹងចប់ក៏មានការរៀបចំពិធីបុណ្យចូលឆ្នាំកំសាន្តភូមិនឹងទៅតាមភូមិនីមួយអញ្ចឹងទៅភូមិខ្លះ3ថ្ងៃជាប់ភូមិខ្លះគឺជាប់3ថ្ងៃហេតត2-3ថ្ងៃទៀតអញ្ចឹងទៅបងប្អូនអ្នកគ្នានិយាយទៅសរុបមកឱកាសចូលឆ្នាំខ្មែរហ្នឹងគឺសឹងតែមួយខែជាងបងប្អូនបានជាប់ណានិយាយមែននិយាយទៅគឺប្លែកនៅខាងស្រុកមេមត់នេះបងប្អូនហើយនៅខាងស្រុកខ្ញុំនៅខាងបាត់ដំបងនោះគឺចូលឆ្នាំតែ3ថ្ងៃគឺជាប់ហើយយ៉ាងយូរគឺត្រឹមមួយអាទិត្យទេដែលយើងលេងទៅតាមតំបន់រមណីយដ្ឋានផ្សេងឬក៏ទៅតាមទីវត្តអារាមអញ្ចឹងណាចូលឆ្នាំខ្មែរបងប្អូនតែនេះនៅខាងស្រុកមេមត់ជាក់ស្ដែងគឺសឹងតែមួយខែជាងបងប្អូនជាប់ពិធីបុណ្យចូលឆ្នាំខ្មែរតាមវត្តគឺតចូលនៅក្នុងពិធីបុណ្យកំសាន្តភូមិទៅតាមភូមិផ្សេងអញ្ចឹងទៅបងប្អូនហ្នឹងហើយបងប្អូនអ្នកគ្នាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់បងប្អូនអ្នកគ្នាទស្សនាវីដេអូរបស់ admin ដល់ចប់ជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលាបាយបាយ